ព្រះម៉ែម្ចាស់ព្រះម៉ែម្ចាស់ជីនាងតែងតែនិយាយថានាងស្រឡាញ់នឹងការពារសត្វលោកតើនាងនឹងការពារពួកគេដល់ពេលណាតើនាងមិនមែនជាព្រះម៉ែដែលស្រឡាញ់មនុស្សលោកទេអីបើមួយថ្ងៃមិនសម្លាប់ព្រះខ្ញុំនឹងសម្លាប់រង្គាលមួយភូមិកុំអីតើនាងចង់ឈោមមើលអ្នកជំនឿរបស់នាងស្លាប់ទៅនឹងភ្នែកមែនទេលែងម៉ែខ្ញុំទៅលែងដៃព្រះម៉ែទីបំផុតព្រះនាងបានបង្ហាញខ្លួនហើយម៉ែមិនអីទេមែនទេព្រះម៉ែជួយសង្គ្រោះគាត់ផងសត្វលោកទទួលបានការការពារពីព្រះនាងហេតុអីព្រះនាងធ្វើបាបពួកគេព្រះម៉ែសម្លាប់វាទៅសងសឹកឲ្យម៉ែខ្ញុំសងសឹកឲ្យអ្នកភូមិទាំងអស់គ្នានេះគឺជាយុគសម័យដែលទេវតានិងមនុស្សរស់នៅជាមួយគ្នាប៉ុន្តែនេះគឺជារឿងរ៉ាវនៃការសម្លាប់ព្រះព្រះម៉ែគង់នៅជាន់លើសូមជួយថែរក្សារងរបស់កូនឲ្យមានសុខសន្តិភាពសុខភាពល្អគ្មានជំងឺដំកាត់និងគ្រោះភ័យម៉ែពួកយើងគោរពបូជាព្រះម៉ែជាច្រើនជំនាន់មកហើយព្រះនាងច្បាស់ជាល្អចំពោះពួកយើងមានរឿងអីហ្នឹងមានរឿងអីកើតឡើងហ្នឹងហេតុអីបានជាស្រាប់តែមានខ្យល់បក់ខ្លាំងម្ល៉េះមើលចុះនោះជាអ្វីទៅព្រះម៉ែម្ចាស់ព្រះម៉ែម្ចាស់ជីនាងតែងតែនិយាយថានាងស្រឡាញ់នឹងការពារសត្វលោកតើនាងនឹងការពារពួកគេដល់ពេលណាតើនាងមិនមែនជាព្រះម៉ែដែលស្រឡាញ់មនុស្សលោកទេអីបើមួយថ្ងៃមិនសម្លាប់ព្រះខ្ញុំនឹងសម្លាប់រង្គាលមួយភូមិកុំអីតើនាងចង់ឈោមមើលអ្នកជំនឿរបស់នាងស្លាប់ទៅនឹងភ្នែកមែនទេលែងម៉ែខ្ញុំទៅលែងដៃព្រះម៉ែទីបំផុតព្រះនាងបានបង្ហាញខ្លួនហើយម៉ែមិនអីទេមែនទេព្រះម៉ែជួយសង្គ្រោះគាត់ផងសត្វលោកទទួលបានការការពារពីព្រះនាងហេតុអីព្រះនាងធ្វើបាបពួកគេព្រះម៉ែសម្លាប់វាទៅសងសឹកឲ្យម៉ែខ្ញុំសងសឹកឲ្យអ្នកភូមិទាំងអស់គ្នាជីតានាងនឹងសម្លាប់ខ្ញុំដើម្បីតែពួកស្រមោចទាំងនេះមែនទេមើលចុះនាងសំបីតែសម្លាប់ខ្ញុំក៏មិនដាច់ចិត្តដែរនៅនិយាយថាគ្មានចិត្តលើខ្ញុំទៀតព្រះម៉ែហេតុអីព្រះនាងមិនសម្លាប់វាព្រះនាងខ្លាចជាព្រះបានក៏ដោយសារតែជំនឿរបស់មនុស្សរាប់ម៉ឺននាក់វាជាបិសាចវានឹងសម្លាប់ពួកយើងវាជាឃាតករហេតុអីព្រះនាងមិនសម្លាប់វានាងមិនដែលស្រឡាញ់នាងមិនយល់ទេប្រហែលពេលព្រះមានបន្ទូលមិនមែនជាវេនស្រមោចដូចជានាងមកចាស់ទេ
ម៉ែយីជីចាំខ្ញុំផងកុំអីកុំស្លាប់អីសូមអង្វរព្រះនាងមិនអាចឈរមើលគាត់ស្លាប់ទេសូមអង្វរជួយសង្គ្រោះគាត់ផងយីជីសូមអង្វរជួយគាត់ផងម៉ែភ្ញាក់ឡើងម៉ែនេះគឺជាអ្វីដែលព្រះនាងហៅថាស្នេហានិងការសងសឹកអ្នកដែលស្លាប់គឺពួកយើងជាមនុស្សលោកតើព្រះនាងមិនបាននិយាយថាពួកយើងជាស្រមោចទេអីអញ្ចឹងខ្ញុំត្រូវតែបង្ហាញថាស្រមោចក៏អាចសម្លាប់ព្រះបានដែរមនុស្សលោកក៏អាចសម្លាប់ព្រះបានដែរ